របៀបធ្វើឲ្យវីដេអូដែលយើងបានថតមានរំញ័រឲ្យទៅជាវីដេអូបាត់រំញ័រវិញបងប្អូនទាំងអស់គ្នាដោយបងប្អូនយើងបានឃើញហើយបងប្អូនទាំងអស់គ្នាអានេះធ្វើរួចគឺវីដេអូអត់មានរំញ័រទេហើយនេះមិនតាន់ធ្វើគឺវីដេអូមានរំញ័របងប្អូនណាបាទហើយវីដេអូដែលយើងធ្វើរួចច្បាស់ហើយអត់មានរំញ័រដូចមុនទេបងប្អូនទាំងអស់គ្នាណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាចង់ចេះធ្វើវីដេអូដាក់ឲ្យវាបាត់រំញ័របែបហ្នឹងខ្ញុំនឹងធ្វើការបង្ហាញនៅក្នុងវីដេអូនេះតែម្ដងបងប្អូនណាបាទអញ្ចឹងបងប្អូនបាទអញ្ចឹងបងប្អូនទាំងអស់គ្នាគឺយើងចូលមកក្នុង Play Store មកបងប្អូនទាំងអស់គ្នាបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាយើងចុច search បាទបន្តមកទៀតបងប្អូនទាំងអស់គ្នាគឺយើងចុច search កន្លែងនេះហើយយើងវាយថាវាយអក្សរអង់គ្លេសមកបងប្អូនណាបាទ Google Photo បាទបងប្អូនទាំងអស់គ្នានេះបងប្អូនវាយអញ្ចឹងមកណាGoogle Photo បងប្អូនណាបាទបន្តមកបងប្អូនចុចលើអក្សរ Google Photo ហ្នឹងមកបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាមានលក្ខណៈ logo បែបនេះបាទអញ្ចឹងបងប្អូនទាំងអស់គ្នាយើងធ្វើការ install មកណាបាទចុច install មកខ្ញុំប្រាប់អំពីរបៀបភ្ជាប់អញ្ចឹងយើងរងចាំបន្តិចបងប្អូនណាបាទហ្នឹងហើយនៅពេលណាដែល install រួចហើយពេញហើយខ្ញុំប្រាប់អំពីរបៀបភ្ជាប់បន្តមកគឺយើងចូលទៅធ្វើទាំងអស់គ្នាបាទយើងរងចាំបន្តិចទៅចិត្តពេញហើយឃើញទេបាទវាកម្មវិធីនេះគឺវាស៊ីមេតិចដែរទេបងប្អូនទាំងអស់គ្នាណាអត់សូវមេធំប្រហែលទេហ្នឹងហើយយើងអាចតឡើងលឿនឃើញទេបាទនៅពេលណាដែលយើងបានធ្វើការ install ហើយបងប្អូនចុចលើ open មកណាបាទចុចលើ open មកបាទយើងរងចាំបន្តិចបាទអញ្ចឹងបងប្អូនទាំងអស់គ្នាគឺយើងយកកន្លែងពាក្យថា allow all បាទ allow all គ្នាយើងធ្វើការចុច get start មកណាបាទនេះបងប្អូនឃើញ get start ទេចុចលើនោះមកបាទបងប្អូនទាំងអស់គ្នាយើងរងចាំបន្តិចដើម្បីឲ្យចេញរូបភាពមកបើមិនទេយើងចុច clear ណាបាទយើងចុច clear ចោលបងប្អូនបាទយើងចុច clear ចោលហើយយើងចូលមកវិញមកបងប្អូនទាំងអស់គ្នាហ្នឹងហើយអញ្ចឹងបន្តមកទៀតបងប្អូនយើងដាក់វីដេអូយើងដែលយើងចង់ធ្វើមកណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាយកកន្លែង collection ណាយក collection បណ្ដុំនៃវីដេអូរបស់យើងបាទឃើញទេអញ្ចឹងបងប្អូនទាំងអស់គ្នាយើងជ្រើសរើសយកនៅវីដេអូរបស់យើងមកឧទាហរណ៍យើងយកវីដេអូយើងនេះបាទយើងចុចលើវីដេអូយើងមកបាទអញ្ចឹងវីដេអូហ្នឹងឃើញថាយើងថតទៅមានរំញ័រខ្លាំងបងប្អូនណាបាទអញ្ចឹងយើងធ្វើដើម្បីកុំឲ្យវាមានរំញ័របងប្អូនយកម្រាមដៃវីដេអូមកហើយបងប្អូនយកម្រាមដៃតុកលើវីដេអូហ្នឹងមកឲ្យវាចេញណាបាទអ្នកឃើញទេពេលណាដែលយើងតុកវីដេអូបងប្អូនឃើញកន្លែងគេចេញពាក្យថា edit ទេបាទបងប្អូនចុចលើហ្នឹងមកដោយថាមុនដំបូងបងប្អូនចូលមកបងប្អូនចេញតែវីដេអូយើងណាបាទអញ្ចឹងដើម្បីចូលទៅធ្វើបងប្អូនយកម្រាមដៃយើងម្រាមដៃតុកប៉ក់មកបាទយើងនឹងចេញពាក្យថា edit ចុចលើ edit មកបាទយើងរងចាំបន្តិចបងប្អូនកំពុងតែដំណើរការណាបាទអូខេនៅពេលណាដែលចេញបែបហ្នឹងបងប្អូនទាំងអស់គ្នាយកកន្លែងនេះមកនេះបាទកន្លែងsnap beeline នេះបងប្អូនណាបាទឃើញអត់ឃើញសញ្ញាហ្នឹងអត់បាទចុចលើហ្នឹងមកបាទអញ្ចឹងយើងរងចាំឲ្យដើរឲ្យពេញសិនបងប្អូនណាបាទចិត្តពេញហើយអូខេអញ្ចឹងបងប្អូនសាក play មើលតើបាត់រំញ័រអត់អ្នកបងប្អូនទាំងអស់គ្នាអញ្ចឹងវីដេអូយើងធ្វើបាត់រំញ័រឃើញទេមិនរំញ័រខ្លាំងណាតមកទៀតបងប្អូនទាំងអស់គ្នាយើងមើលមកជួននេះយើងសេរីបន្តិចទៅបងប្អូនណាបាទយើងយកកន្លែង edit ចាស់បងប្អូនណានេះឃើញទេ edit ចាស់តមកយើងសេរីតិចមកបងប្អូនឲ្យវីដេអូនឹងរៀងភ្លឺណាបាទយើងសេរីតិចមកនេះយើងចុចលើអាហ្នឹងហើយយើងសេរីមកចេញមកយើងដាក់ត្រឹមប្រមាណដាក់ត្រឹម8បានហើយនេះលេខ8បងប្អូនណាតមកយើងយកអានេះបន្តមកយើងមកសេរីទៀតមកយើងដាក់ត្រឹម6មកបាទបន្តមកយើងយកអានេះតទៀតមកបាទកន្លែងនេះគឺយើងនេះយើងមិនបាច់យកទេយកចុច cancel ចេញហ្នឹងហើយអញ្ចឹងយើងយកបន្តនេះមកបាទបន្តមកទៀតយើងហ្វូនសេរីមកណាយើងសេរីខ្លាំងតិចអីអានេះស៊ីសងលើយើងឯងដាក់ត្រឹម20មកនេះបាទបន្តមកសេរីមួយទៀតមកយើងដាក់ត្រឹម12បានហើយតមកបងប្អូនបានហើយណាយើងដាក់ប៉ុណ្ណឹងហ្នឹងហើយយើងចង់សេរីទៀតសេរីទៅខ្ញុំយកតែប៉ុណ្ណឹងទេតមកខ្ញុំចុចដានបាទតពីចុចដានហើយបងប្អូនចុចពាក្យ save បាទចុចពាក្យ save copy ហ្នឹងមកបាទយើងរងចាំបន្តិចកំពុងតែរក្សាឲ្យយើងបងប្អូនកុំអាលចុចតណាណាហ្នឹងហើយយើង save version អូខេកំពុងតែរក្សានៅវីដេអូយើងហើយបងប្អូនណាបាទអូខេអញ្ចឹងវីដេអូហ្នឹងគឺចូលទៅក្នុងទូរស័ព្ទដៃរបស់យើងហើយបងប្អូនទាំងអស់គ្នាណាយើងចូលទៅមើលទៅយើងឃើញបងប្អូនណាបាទអញ្ចឹងយើងអាចអនុវត្តធ្វើតាមនឹងបាន